រូបមន្តជ័យទី2គឺគិតឲ្យដឹងថាគិតឲ្យឃើញថាក្នុងមួយឆាកជីវិតរបស់អ្នកចង់បានអ្វីត្រូវការអ្វីតើក្នុងមួយជីវិតរបស់អ្នកក្នុងមួយឆាកជីវិតរបស់អ្នកនេះតើអ្នកត្រូវការអ្វីអ្នកត្រូវតែសញ្ជឹងគិតហើយគិតទៀតគិតឲ្យច្បាស់ថាអ្នកចង់បានអ្វីបន្ទាប់មកអ្នកត្រូវតែគិតទៀតថាធ្វើអ្វីដើម្បីមានឱកាសសម្រេចនៅអ្វីដែលអ្នកប្រាថ្នាចង់បានតើធ្វើអ្វីដើម្បីមានឱកាសក្នុងការសម្រេចនៅអ្វីដែលអ្នកត្រូវការឧទាហរណ៍ថាក្នុងមួយឆាកជីវិតរបស់អ្នកត្រូវការលុយ$100 លានតើធ្វើអ្វីដើម្បីឲ្យសម្រេចបានលុយ$100 លានធ្វើការឲ្យគេតើមានឱកាសទេលក់ចេកអាំងលក់ចេកចៀនតើមានឱកាសទេប្រសិនបើមានឱកាសអូខេតែប្រសិនបើមិនទាន់មានទេរកទៀតតើធ្វើអ្វីដើម្បីមានឱកាសសម្រេចនៅអ្វីដែលយើងប្រាថ្នាចង់បាននេះគឺជារូបមន្តជ័យទី2